បងប្អូនឲ្យថ្មីមកទៀតហើយនេះវីដេអូពេញទៀតហើយណាបងប្អូនមកជាងសស្រណាបងប្អូនសម្រស់បែបធម្មជាតិសម្រស់ខ្មៅស្រស់ស្រីស្រីប្រាថ្នាចង់បានណាបងប្អូនហើយមើលមកជុំណាបងប្អូនលេងសម្រស់ខ្មែរសុទ្ធណាបងប្អូនឥឡូវនេះយើងចាប់ដើមបួងសួងឲ្យបងប្អូនហើយសក់កាត់យ៉ាងច្រើនណាស់ណាហើយវីដេអូនេះខ្ញុំកាត់ចោលខ្លះដែរបងប្អូនព្រោះទាំងវិញពីវាចូល5-10នាទីណាបងប្អូនហើយឥឡូវនេះខ្ញុំចាប់ដើមជួបពីជំនាញខាងឆ្វេងមិនបាទបងប្អូនយកស្និតហើយយើងចាត់បែបយកចុងស្និតត្រឹមនឹងក្បាលណាបងប្អូនយើងស្និតយើងត្រូវយកចុងស្និតខាងមុខយើងត្រូវត្រឹមនឹងក្បាលភ្ញៀវហើយដែលយើងកាន់ដៃនេះយើងត្រូវលើកបន្តិចហើយកន្លឹះមួយនេះបងប្អូនដៃថ្មីត្រូវហើយបាទបងប្អូនហើយខ្ញុំក៏រួចវិញ្ញាណហើយបាទតោះនេះដល់យកសិនច្រាប់ឲ្យបាទបងប្អូនកាត់វីដេអូណាបងប្អូនហើយកាត់ប្រមាណដែរបងប្អូនកាត់អស់15នាទីហើយ16នាទីហើយក៏ចាប់ដើមវិលគៀនខាងត្រជារួចហើយយើងក៏ចាប់ដើមយកទៅអីស្វែនមកសេរីណាតិចបងប្អូននេះខ្ញុំយកអាបាសតិចហើយសក់នេះដែរខ្ញុំប្រើមកទិល3ណាបងប្អូនចេះ70ឆ្នាំមួយអីស្វែនមួយនិងវល់មួយបាទឥឡូវនេះរួចមួយជាងហើយបាទបងប្អូនមកខាងឆ្វេងហើយបាទបងប្អូនហើយខ្ញុំក៏ចាប់ដើមយកវល់ទៅខ្ញុំវល់ទៅធំបើកមុខណាហើយនេះគ្មានព្រោះណាបងប្អូនហើយយកចាប់ដើមជោគស្និតឲ្យស្មើដៃណាបងប្អូនជោគស្និតស្មើដៃហើយយើងទៅស្និតឲ្យនឹងដៃយើងកុំញើហើយយើងក៏ពីស្និតទៅមើលទៅចេញរាងហើយយើងក៏យកកន្ត្រៃមកច្រាប់ហ្នឹងណាបងប្អូនយកមកទៅ70ឆ្នាំមកច្រាប់ហើយនេះក៏បានយកអីស្វែនមកបោះណាបងប្អូនមកបោះឲ្យលលិញសណាបងប្អូនមើលទៅបាទបងប្អូនទម្រង់បែបចេញមកលះតិចហើយបាទតែស្អាតណាបងប្អូនហើយគេហៅគេយកសមោលគាត់អត់យកបែបសពេកទេនេះគេមានប៉ុណ្ណឹងណាបងប្អូនយកសពេកក៏វាអត់ទៅស្អាតណាបងប្អូនឥឡូវនេះយើងរួចពីចំហេងស្ដាំមកខាងឆ្វេងណាបងប្អូនមិនទោះហើយក៏ចាប់ដើមពីក្រោយណាបងប្អូនហើយយើងក៏ស្វែឥឡូវនេះខ្ញុំក៏សេរីកាមេរ៉ាបន្តិចដើម្បីឲ្យមើលទៅច្បាស់បងប្អូនខ្ញុំក៏លើកដៃថែមតិចណាបងប្អូនយើងត្រូវទៅយកកណ្ដាលមកមុនណាបងប្អូនដូចយើងអាគិននេះយើងចាំយកមកក្រោយបើយើងចង់បានសក់បែបច្បាស់ទៀនណាយើងត្រូវយកកណ្ដាលមុនណាបងប្អូនហើយឡើងនេះយើងក៏ចាប់ដើមយកទៅច្រាប់ឲ្យបានឲ្យវាមានកណាបងប្អូនបើយើងទុកឲ្យយើងយកអាកាគៀនមុនវាអាចនឹងសក់វាយើងវាអត់មានកណាមើលទៅវាអត់ដេញគ្នាស៊ីចណ្ដោយគ្នាណាបងប្អូនហើយសក់យើងនេះក៏ចាប់ដើមចិត្តរួចហើយពីក្រោយបាទបងប្អូនមកសេរីខាងស្ដាំបន្តិចឲ្យវាស៊ីគ្នាមកស្អាតបងប្អូនហើយយើងរួចតិចនឹងមកទៅ70ឆ្នាំបងប្អូនណាដែលខ្មៅហើយក៏យកអីស្វែនមកថែមសម្រួលបន្តិចណាបងប្អូនព្រោះក៏កាត់លើខ្ពស់ក៏វាមិនកើតមិនលើកណ្ដាលនេះឯងបាទបងប្អូនឥឡូវនេះយើងហ៊ានដល់ការកោឲ្យបាទបងប្អូនស្រាប់ពីសៀតការរួចយើងក៏ចាប់ដើម
chấp đi lơ đi chia hay có chè cùng chia một cõi năm vốn ai riêng cái lơ làm tao cái lơ làm món ấy đâm bay lùm linh của rùm mọi về mọt ta tới năm vốn đấy nhưng chấp đây một cõi bạn một vốn nè ở đấy đừng vốn đang có xã đó một vốn ở thì riêng check cắt đang là xã thay vào một vốn dương trơ mờ bạc nhiều con vì chỗนี้ก็แม่นการคัดไปเลยเดี๋ยวนะบ่บ่យើងក៏អត់បានទៅថាប្រហែលទេព្រោះវីដេអូកលនេះវារយៈពេលយូរដែរ2នាទីសងខាងណាបងប្អូន2នាទីទៅ3នាទីហើយយើងក៏ដើមបង្វិលកាត់មើលតិចហើយក៏សេរីឡើងក៏មើលទៅព្រោះតែស្អាតហើយយើងក៏ចាប់ដើមទៅខាងឆ្វេងម្ដងណាបងប្អូនព្រោះការកោយើងត្រូវមើលឲ្យម៉ត់ចត់ឲ្យវាអត់ស្អាតឥឡូវនេះខ្ញុំដើរទៅខាងឆ្វេងយើងក៏ចាប់ដើមច្រឹបចូលតិចឲ្យដាច់គោលរ៉ូមតិចណាបងប្អូនហើយក៏យើងក៏រំលឹងគល់វាថែមបន្តិចទៀតណាបងប្អូនហើយខ្ញុំក៏កាត់ខ្ញុំងាកមើលទៅនោះដល់និយាយទេថ្ងៃនោះភ្លេចបាត់ហើយកាត់បែឥឡូវនេះខ្ញុំក៏តាមស្រួលខ្ញុំអត់លើកកែងដៃពោះខ្ញុំដែរទេបងប្អូនពោះខ្ញុំដែរវាអាចនឹងចុកដៃនឹងមុតគេណាបងប្អូនយើងត្រូវផ្ដេកឲ្យវាស្មើស្របនឹងដងខ្លួនយើងបានវាកោទៅវាស្រួលណាបងប្អូនហើយក៏បានស្អាតដែរហើយឥឡូវនេះយើងក៏ចាប់ដើមកមកក្រោយហើយបាទច្រាប់ខាងឆ្វេងណាបងប្អូនហើយយើងក៏ចាប់ដើមហើយខាងឆ្វេងហើយបាទឥឡូវនេះយើងក៏ចាប់ដើមកាត់ពីមុខទៀតហើយបាទបងប្អូនមើលទម្រង់បាត់វ៉ែបកាត់ពីមុខណាបងប្អូនកាត់ពីមុខហើយនឹងកាត់ពីលើខ្លីណាបងប្អូនហើយមុននឹងកាត់យើងត្រូវបាញ់ទឹកជាទម្លាប់ហើយណាបងប្អូនហើយទម្លាប់ខ្លះខ្ញុំក៏អំបានបាញ់ទឹកដែរបងប្អូនចេះតែបាយទៅហើយនេះការកាត់យើងក៏ចង់កាត់បែបពីឈោមុខកត្រៃនេះក៏បានហើយយើងត្រូវកាត់មុខកត្រៃវារាងយូរបន្តិចដោយសារកត្រៃវាធំជាងដៃណាបងប្អូនខ្ញុំធំជាងនេះដែរទៅខ្ញុំកាត់បានតាមមួយជួរម្នាក់ក៏ខ្ញុំក៏ឆ្លៀតកាត់មុខស្មើមកវិញណាបងប្អូនព្រោះយើងអ្វីដែលលឿនយើងត្រូវតែធ្វើលឿនហើយយើងត្រូវឲ្យស្អាតបើមិនស្អាតទេគេចាប់ចូលកន្លែងយើងដែរបាទបងប្អូនព្រោះគ្នាឥឡូវពិបាករោណាបងប្អូនអើយគ្នាឥឡូវទោះបីយើងធ្វើបានស្អាតហើយតែគេមិនមានអីជាមួយយើងក៏វាអាចនឹងគេអត់ចូលយើងទៀតដែរបងប្អូនហើយយើងខុសតែបន្តិចយើងអត់ដឹងខ្លួនហើយមើលការកាត់ពីលើតទៅបងប្អូនដៃថ្មីយើងកាត់លេងចាប់សក់ឲ្យជាប់ណាបងប្អូនយើងដេញឲ្យស្មើគ្នាយើងអត់មែនភ្លេចកន្លែងទេបងប្អូនយើងត្រូវយកដល់ត្រណាយើងត្រូវយកដល់ត្រណោះអត់មានចេះតែចាប់ត្នេះផងវាធ្វើឲ្យវាឆោះសក់គេណាបងប្អូនយើងដឹងជូរដឹងតបកវានឹងស្អាតហើយវាអាចបានស្មើគ្នាណាបងប្អូនហើយនេះប៉ុណ្ណេះខ្ញុំថាស្អាតប៉ុន្តែគាត់ឆ្លាញ់ខ្លីយ៉ាងនេះបន្តិចខ្ញុំក៏គាត់ថាអូខេខ្ញុំកាត់ឲ្យឥឡូវនេះក៏ចាប់ដើមរួចហើយបាទទៅគេគាត់ថាខ្លីយ៉ាងនេះបន្តិចខ្ញុំក៏ថាកាត់តិចក៏បានណារឿងខ្លីអត់ភ័យទេបងប្អូនដាក់រឿងឲ្យវែងជាងមុនណាបានពិបាកខ្ញុំខ្លាចជាងគេខ្លាចតែវែងនេះបើខ្លីអត់ទៅខ្លាចប៉ុន្មានទេបាទបងប្អូននេះឥឡូវនេះយើងចាប់ផ្ដើមរួចរាល់ហើយណាបងប្អូនខ្ញុំសម្រស់ខ្មៅបែបធម្មជាតិខ្មែរអង្គរណាបងប្អូនមកខ្មែរអង្គរហើយវីដេអូយើងខ្ញុំក៏ចូលដល់ទីបញ្ចប់ហើយបាទអរគុណសម្រាប់ការទស្សនាវីដេអូខ្ញុំពីដើមរហូតដល់ចប់បាទអរគុណជម្រាបលា